បាទជំរាបសួរអំពូមីងបងប្អូនអរគ្នានេះគឺជាវីដេអូវគ្គទី6នៃដំណើរការចុះសិក្សារកផលប៉ះពាល់ពីការតបណ្ដាញអគ្គិសនីពីតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះចេះឆ្ពោះទៅតំបន់ភ្នំព្រេចបាទបងប្អូនឃើញស្រាប់ហើយនេះគឺពួកក្រុមការងារយើងខ្ញុំកំពុងតែឆ្លងកាត់តាមអូហើយនឹងដៃព្រែកបាទដៃព្រែកគឺឆ្លងកាត់ចុះកាត់ដើម្បីទៅត្រូវទៅម្ខាងឆ្លងតាមដើមឈើដែលបាក់ដីឆ្លងទៅហ្នឹងបាទដើម្បីសិក្សារកឲ្យឃើញផ្ទាល់តាមគោលដៅដែល GPS បានចោទបង្ហាញដើម្បីជៀសវាងកុំឲ្យមានខាត់បងផលប្រយោជន៍របស់ប្រជាពលរដ្ឋបាទហ្នឹងហើយនៅក្រុមការងារយើងខ្ញុំចុះឆ្លងអូពីអូម្ខាងទៅអូម្ខាងបាទទៅតាមខាងទៅឆ្លងទៅម្ខាងទៀតហ្នឹងហើយបាទនេះគឺការចុះអនុវត្តផ្ទាល់តែម្ដងបាទនិយាយទៅការវីដេអូថតនេះខ្ញុំថតនេះមកកន្លងមកប្រហែលថ្ងៃហើយប៉ុន្តែការដោះស្រាយក៏បានដោះស្រាយឬរាល់អស់ហើយប៉ុន្តែដោយសារខ្ញុំជាប់រំពល់ខ្ញុំមិនបានធ្វើដើម្បីបង្ហោះជូនអំពូមីបងប្អូនទស្សនាកម្សាន្តតាមពេលនេះរៀងត្នេដៃបានឆ្លៀតធ្វើបាទធ្វើដើម្បីបង្ហោះជូនអំពូមីបងប្អូនទស្សនាកម្សាន្តបាទអញ្ចឹងបើបងប្អូនពូមីងទស្សនាកម្សាន្តហើយមេត្តាជួយ follow page ខ្ញុំម្នាក់មួយផងហើយនឹងជួយ share ម្នាក់មួយផងធ្លាក់ចូលគ្រប់ម្នាក់មួយផងបាទអញ្ចឹងសូមអញ្ជើញទស្សនាកម្សាន្តបាទហ្នឹងហើយហ៎ពូមេភូមិឆ្លងមកពូមេភូមិនេះតែចុះមកថយមកខាងបាទហ្នឹងហើយបាទទេសភាពស្អាតបាទទេសភាពស្អាតអញ្ចឹងសូមគ្រប់អញ្ជើញអង្គពូមីងបងប្អូនទស្សនាកម្សាន្តបាទហ្នឹងហើយនេះផ្ទះបងប្អូនជាប្រវត្តិយើងដែលត្រូវចំអុសមកចំដែរបាទហ្នឹងហើយដំណាំចំការពួកគាត់ស្វាយធំមកហើយបាទហ្នឹងស្ថិតនៅក្នុងការសំដងសងបាទអុសខ្សែកាត់ចំកាត់ប្រកបក៏ត្រូវសងបោះបកោចំត្រូវកាប់ប្រកបក៏ត្រូវសងបាទហ្នឹងហើយបាទអញ្ចឹងសងគាត់ទាំងអស់ឲ្យតែមានផលប៉ះពាល់សម្រាប់ពួកគាត់ហ្នឹងហើយបាទអរគុណបាទ